ជីវិតរបស់យើងគ្រប់គ្នាតែងតែប្រឈមមុខនឹងការភ័យខ្លាចអាចបង្ខាំងយើងមិនឲ្យទៅមុខលើផ្លូវជីវិតរបស់យើងទៀតវាធ្វើឲ្យយើងឈប់ដំណើរការឬបោះបង់គោលបំណងតើយើងអាចជួយផុតពីការភ័យខ្លាចនោះបានយ៉ាងដូចម្តេចពេលជីវិតមានបញ្ហាសំណួរនេះតែងតែបង្ហាញឡើងក្នុងព្រះគម្ពីរមានរឿងពាក់ព័ន្ធនឹងព្រះបាទដាវីតព្រះអង្គចង់នាំប្រអប់សញ្ញារបស់ព្រះជាម្ចាស់មកកាន់ទីក្រុងយេរូសាឡឹមប៉ុន្តែពេលនាំមកវិញមានបុរសម្នាក់ឈ្មោះអ៊ូសាប៉ះប្រអប់សញ្ញាហើយស្លាប់ភ្លាមព្រះបាទដាវីតក៏ភ័យខ្លាចខ្លាំងហើយឈប់គម្រោងទាំងមូលនាំប្រអប់ទៅផ្ទះអ្នកដទៃវិញការភ័យខ្លាចអាចធ្វើឲ្យយើងបោះបង់ចោលអ្វីដែលយើងគួរធ្វើព្រះវិញ្ញាណអាក្រក់ក៏ប្រើការភ័យខ្លាចដើម្បីវាយប្រហារយើងនៅពេលខ្លះការភ័យខ្លាចមកពីអំពើអាក្រក់ឬបាបនៅក្នុងចិត្តយើងពេលយើងព្យាយាមលាក់បាបការផាពីខ្លាចនឹងកាន់តែធំឡើងការភ័យខ្លាចដំបូងរបស់មនុស្សកើតឡើងនៅពេលលោកអាដាមធ្វើបាបហើយខ្លាចការបន្ទាទោសរបស់ព្រះប៉ុន្តែមិនមែនការភ័យខ្លាចទាំងអស់គឺអាក្រក់ទេការភ័យខ្លាចពិតប្រាកដចំពោះព្រះម្ចាស់អាចជួយឲ្យយើងបញ្ឈប់អំពើអាក្រក់និងរស់នៅយ៉ាងបរិសុទ្ធតែព័ត៌មានល្អគឺព្រះយេស៊ូវគ្រីស្ទបានស្លាប់លើឈើឆ្កាងដើម្បីបង់ថ្លៃបាបទាំងអស់របស់យើងឥឡូវនេះយើងមិនចាំបាច់ភ័យខ្លាចព្រះទៀតទេយើងអាចចូលខាងចិត្តព្រះម្ចាស់និងរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះបានមានមនុស្សជាច្រើននៅតែឈប់ដំណើរព្រោះការភ័យខ្លាចបរាជ័យភ័យនេះការបន្ទាទោសឬភ័យខ្លាចព្រះម្ចាស់ប៉ុន្តែក្នុងព្រះយេស៊ូវយើងអាចជួយឲ្យផុតពីការភ័យខ្លាចទាំងអស់បានមិនមែនដោយសារយើងខ្លាំងទេប៉ុន្តែព្រះអង្គនៅជាមួយយើងថ្ងៃនេះខ្ញុំចង់សួរអ្នកតើអ្នកកំពុងឈប់នឹងការភ័យខ្លាចឬអ្នកកំពុងជឿទុកចិត្តលើព្រះនិងចាប់ផ្ដើមដំណើរទៅមុខវិញអ្នកមិនចាំបាច់ភ័យខ្លាចទេព្រះយេស៊ូវបានបើកផ្លូវរួចហើយព្រះម្ចាស់កំពុងរង់ចាំអ្នកដោយសេចក្តីស្រឡាញ់សូមជឿទុកចិត្តនិងដើរទៅមុខ